សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកណែនាំទាក់ទងជាមួយនឹងការប្រើប្រាស់verb ចឹងអ្នកនរគ្នាប៉ុន្តែក្នុងការប្រើប្រាស់នោះរបៀបអ្នកនរគ្នាត្រូវការដាក់សញ្ញាដាក់អីនៅក្នុង web អញ្ចឹងជំហានទី1អ្នកនរគ្នាត្រូវបើក web របស់អ្នកនរគ្នានោះមក verb អ្នកនរគ្នានឹងហើយឧទាហរណ៍បើសិនជាអ្នកនរគ្នាចង់បន្ថែមសញ្ញាថងណាមួយអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ពាក្យ design យកពាក្យ design អ្នកនរគ្នាចូលទៅកាន់ពាក្យ insert ចូលពាក្យ insert ហើយអ្នកនរគ្នានឹងឃើញtool នៅខាងនេះហើយអ្នកនរគ្នាចុចទៅវាមានសញ្ញាចែកសញ្ញាអីផ្សេងនៅក្នុងទាំងអស់ឬក៏ចុចមើលទាំងអស់ទៅដើម្បីអ្នកនរគ្នាចង់បានអីគេមើលតាម scroll តាមប្រភេទនឹងមកអ្នកនរគ្នាទៅវាងាយស្រួលមែនតើបើសិនអ្នកនរគ្នាត្រូវការអីផ្សេងៗទៅវាលោតឲ្យអ្នកនរគ្នាមានដុល្លារមាន add មានអីនៅក្នុងនោះset នៅក្នុងនោះអញ្ចឹងសម្រាប់អ្នកនរគ្នាដែលអត់ដឹងទៅរកនៅកន្លែងណាចេះអ្នកនរគ្នាចូល Word មកហើយអ្នកនរគ្នាឆែកមើលត្រង់នោះទៅគឺមានគ្រប់សពទាំងអស់តាមសញ្ញាចែកសញ្ញាអីចឹងចុចអីអ្នកនរគ្នានេះចឹងមានស្រាប់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ